ជំរាបសួរបងប្អូនទាំងអស់គ្នា Hello everyone ថ្ងៃនេះនាងខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបដែលនាងខ្ញុំបានធ្វើដំណាប់ស្វាយនិងផែនស្វាយ Today I want to show you how I made mango jam ខ្ញុំបានដឹងថាមានបងប្អូនមួយចំនួនគឺធ្លាប់ធ្វើរួចហើយប៉ុន្តែនៅមានមួយចំនួនគឺអត់ទាន់ធ្លាប់ហើយចង់ចេះធ្វើ I know that some of you have done this already, but some may not know and want to know how to do that. មុនដំបូងនាងខ្ញុំជ្រើសរើសយកផ្លែស្វាយដែលទុំលាងនិងចិតសម្បកវាឲ្យស្អាតបន្ទាប់មកសាប់ស្វាយទាំងអស់នោះឲ្យទៅជាដុំតូច First I selected and cleaned the ripe mango.Then chop them all in small pieces នៅពេលចាត់ស្វាយបងប្អូនត្រូវតែឆ្វៀលយកកន្លែងដែលស្អុយចោលឲ្យអស់ដើម្បីឲ្យដំណាប់របស់យើងមានគុណភាពល្អ While peeling the mangoes you have to remove all the spoiled or damaged parts so that we can have the good quality mango jamបងប្អូនអាចដាក់ចូលនៅប្រភេទស្វាយផ្សេងគ្នាប៉ុន្តែបងប្អូនត្រូវជ្រើសរើសយកតែផ្លែស្វាយទុំប៉ុណ្ណោះ You can mix many types of mangoes together but make sure that you choose only the ripe ones លើកនេះនាងខ្ញុំប្រើតែស្វាយមួយមុខដែលយកពីចម្ការរបស់ខ្លួនឯងផ្ទាល់ហើយអត់មានដាក់គីមីទេ This time I use only one type of mangoes that we brought from our own farm and chemical free នាងខ្ញុំបានរៀនធ្វើដំណាប់ស្វាយនិងផែនស្វាយនឹងពីម្ដាយនាងខ្ញុំហើយក៏បានធ្វើជាមួយគាត់ច្រើនដងដែរ I learned on how to make mango jam from my mom and we have done it many timesជាទូទៅគឺពួកយើងមិនដែលដាក់ថែមស្ករនៅក្នុងដំណាប់ស្វាយឬក៏ផែនស្វាយទេព្រោះស្វាយនេះគឺផ្អែមខ្លាំងហើយ We have never added sugar into our mango jams because the mangoes were too sweet បន្ទាប់ពីចិញ្ច្រាំសាច់ស្វាយរួចអស់ហើយបងប្អូនប្រើដៃដែលពាក់ស្រោមដៃនឹងច្របាច់បំបែកសាច់ស្វាយដែលនៅដុំៗនឹងឲ្យបែកអស់តាមដែលអាចធ្វើទៅបាន After chopping the mango flesh you use your hand with the gloves to break all the chunks into small pieces as much as possible បងប្អូនគួរប្រើខ្ទះដែលមានមាត់ធំដើម្បីកូរផែនស្វាយឬដំណាប់ស្វាយនឹងពីព្រោះខ្ទះមាត់ធំវាអាចជួយឲ្យភាយជាតិទឹកបានលឿនហើយណាមួយបើសិនជាយើងប្រើឆ្នាំងដែលមានមាត់តូចវាអាចខ្ទាតចេញក្រៅឆ្នាំងនាងខ្ញុំបានដាក់អំបិលហ៊ីម៉ាឡៃចូលបន្តិចដើម្បីឲ្យដំណាប់មានរសជាតិប្រៃតិចៗហើយមានរសជាតិឆ្ងាញ់ប៉ុន្តែបងប្អូនអាចមិនដាក់ក៏បានឬក៏ចង់ដាក់អំបិលសមុទ្រធម្មតាបន្តិចក៏បានដែរ You should use the large pan for making jam because the large wider pan can help to release the moisture from the jam more quickly. If you use a small pan or pot, the jam can jam out of it during cooking. I added Himalayan salt a little bit to enhance the flavor.And if you don't want, you don't have to. Or you can add a little bit of table salt. នាងខ្ញុំបានប្រើពេលអស់3ម៉ោងដើម្បីកូរផែនស្វាយនឹងឲ្យដាច់ទឹកហើយនៅពេលកូរបងប្អូនត្រូវប្រយ័ត្នវាខ្លោចបាតហើយនឹងប្រយ័ត្នរលាកដៃ I use 3 hours to get the jam ready from the moisture.And you have to frequently stir the jam well to avoid sticking to the pan or to burn the jam. And especially you have to be careful
to not burn your hands with the hot jam splashes នៅពេលដែលដំណាប់ដាច់ទឹកវាឡើងខាប់ហើយស្អិតបងប្អូនអាចបិទភ្លើងបានហើយបងប្អូនត្រូវត្រៀមដបកែវស្អាតសម្រាប់ច្រកជាដំណាប់ឬក៏បងប្អូនត្រៀមថាសសម្រាប់ហាលបើសិនជាចង់ធ្វើផែនស្វាយ When the jam is thick and sticky it's ready you can turn off the stove then you have to sterilize the glass jar to store it or to have the stainless steel tray if you want to make the dry mango jam នេះខ្ញុំបានច្រកដំណាប់ចូលក្នុងដបកែវតូចធំហើយយកវាទៅទុកនៅកន្លែងកកនៅក្នុងទូទឹកកកដោយសារយើងនៅមានផ្លែស្វាយស្រស់នឹងគឺច្រើនហើយផ្លែឈើផ្សេងៗទៀតច្រើនយើងអត់ដឹងថាយើងនឹងញ៉ាំនៅពេលណាទុកនៅកន្លែងកកគឺយើងទុកបានយូររាប់ខែដល់ឆ្នាំអញ្ចឹងនៅពេលដែលបងប្អូនមកលេងឬក៏មិត្តភ័ក្តិដែលមកលេងយើងអាចចែករំលែកជាមួយពួកគេបាននៅពេលក្រោយI put the jam in big and small jars and freeze them all in the fridge because I don't know when we will eat it. We still have a lot of fresh mangoes and other fruits. To freeze the jam, we can keep it for months, even a year. And we also can share it with our relatives and friends later on.បន្ទាប់ពីនាងខ្ញុំច្រកដំណាប់ស្វាយចូលក្នុងដបកែវពេញអស់ហើយនៅសល់ដំណាប់ខ្លះទៀតដែលនាងខ្ញុំនឹងយកវាទៅហាលធ្វើជាផែនស្វាយ After filling the jam in all the jars I still have some jam remain that I use to make the dry mango jam សូមមើលវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ថាតើនាងខ្ញុំធ្វើផែនស្វាយយ៉ាងដូចម្តេចLet's follow me until the end to see how I made the dry mango jam. សូមអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំជួបគ្នាជាថ្មីទៀត Thank you so much for watching. See you next time.